ស្ត្រីជនជាតិចិនដែលព្យាយាមរត់គេចពីការតាមចាប់ដោយក្រុមមន្ត្រីនគរបាលយុតិធធហើយទៅសម្ងំលាក់ខ្លួននៅក្នុងទីក្រុងឡុងប្រទេសអង់គ្លេសត្រូវតុលាការសម្រេចចោទប្រកាន់ជាផ្លូវការមុនពេលបញ្ជូនទៅឃុំខ្លួននៅក្នុងពន្ធនាគារក្រោយពីមន្ត្រីជំនាញរកឃើញថាស្ត្រីជនជាតិចិនរូបនេះជាមេកំណត់ជាប់ពាក់ព័ន្ធទៅនឹងបទល្មើសឆបោកនិងកាន់កាប់រូបិយប័ណ្ណគ្រីបតូដ៏ធំបំផុតមួយនៅលើពិភពលោកដែលមានតម្លៃដល់ទៅជាង 5,000 លានផោនឬស្មើប្រមាណ 6.7 លានដុល្លារអាមេរិកកាសែត BBC បានរាយការណ៍កាលពីថ្ងៃពុធដោយស្រង់ការផ្សាយដោយកាសែតក្នុងស្រុកឈ្មោះ The Met ពីពណ៌នាថាជនជាប់ចោទឈ្មោះស៊ីមិនជៀនដែលគេស្គាល់ថាជាយ៉ាឌីសាងគឺជាជនឆបោកលំដាប់ពិភពលោកដែលធំជាងគេបំផុតមួយមានជនរងគ្រោះជាង 128,000 នាក់ហើយដែលចាញ់បោកស្ត្រីរូបនេះតាមរយៈការប្រើរូបិយប័ណ្ណគ្រីបតូហើយជនជាប់ចោទរូបនេះបានសារភាពនៅចំពោះមុខតុលាការដោយឥតលាក់លៀមកាលពីថ្ងៃច័ន្ទថាខ្លួនពិតជាបានប្រព្រឹត្តបទល្មើសដោយអ្វីដែលតុលាការរកឃើញនេះពិតមែនក្រោយបញ្ចប់ការសួរដេញដោលតុលាការ Southwark Crown នៅក្នុងទីក្រុងឡុងសម្រាប់ចោទប្រកាន់ស្ត្រីជនជាតិចិននេះពីបទទទួលនិងកាន់កាប់រូបិយប័ណ្ណគ្រីបតូដោយខុសច្បាប់របាយការណ៍ពីមន្ត្រីនគរបាលយុតិធធវិញបង្ហាញថាចន្លោះពីឆ្នាំ 2014 ដល់ឆ្នាំ 2017 ការស៊ើបអង្កេតមួយរកឃើញថាជនជាប់ចោទរូបនេះបានដឹកនាំការឆបោកទ្រង់ទ្រាយធំនៅក្នុងប្រទេសចិនដែលបណ្ដាលឲ្យមានជនរងគ្រោះជាង 128,000 នាក់ត្រូវធ្លាក់ចូលក្នុងអន្ទាក់នៃការបោកប្រាស់មួយនេះហើយរូបិយប័ណ្ណគ្រីបតូឬ Bitcoin ដែលបោកបាននេះត្រូវជន់ជាប់ចោទរសារទុកដែលមានតម្លៃទៅដល់ជាង 60,000 រូបិយប័ណ្ណគ្រីបតូយ៉ាងណាស្ត្រីជនជាតិចិនរូបនេះបានព្យាយាមរត់គេចខ្លួនអស់រយៈពេល 5 ឆ្នាំមុនសមត្ថកិច្ចចាប់ខ្លួនបាននៅបន្ទាប់ពីមានការស៊ើបអង្កេតមួយកើតឡើងនៅឆ្នាំ 2018 សារព័ត៌មាន The Met បានរាយការណ៍ថាជនជាប់ចោទបានភៀសខ្លួនចេញពីប្រទេសចិនដោយប្រើប្រាស់ឯកសារคล้ายៗហើយចូលទៅជ្រកកោននៅប្រទេសអង់គ្លេសក្រោមរូបភាពលាងលុយកខ្វក់តាមរយៈការទិញទ្រព្យសម្បត្តិនៅទីនោះចំណែកមេធាវីការពារក្តីរបស់នាងឈ្មោះថា Ruker Sahota មកពីក្រុមហ៊ុន Berkeley Square Solicitor បាននិយាយថាតាមរយៈការសារភាពនៅកំហុសនេះតុលាការគួរណាស់បន្ធូរបន្ថយទោសកូនក្តីរបស់ខ្លួនហើយតាមរយៈការកើនឡើងនៃតម្លៃរូបិយប័ណ្ណគ្រីបតូនេះអាចលមមនឹងកូនក្តីរបស់ខ្លួនយកទៅទូទាត់ឲ្យម្ចាស់បំណុលវិញបានខ្លះដែលជាការប៉ះប៉ោខាតបង់របស់ពួកគេក៏ប៉ុន្តែកាសែត BBC បានរាយការណ៍ថារដ្ឋាភិបាលអង់គ្លេសនឹងមិនប្រគល់ឲ្យទៅជនជាប់ចោទវិញទេចំពោះមូលនិធិដែលរឹបអូសបានទាំងនោះមុនពេលដែលតុលាការសម្រេចចោទប្រកាន់ប្រឆាំងនឹងយ៉ាឌីសាងនៅពេលនេះគឺមានជនជាប់ចោតម្នាក់ទៀតដែលជាជនផ្សំគំនិតនៅក្នុងបទល្មើសព្រហ្មទណ្ឌនេះដែរឈ្មោះថាយៀនវៀនត្រូវតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ 6 ឆ្នាំ 8 ខែកាលពីឆ្នាំមុនហើយតុលាការដកហូតបានរូបិយប័ណ្ណគ្រីបតូឬ Bitcoin នេះដែលមានតម្លៃរហូតដល់ 300 លានផោនដោយឡែកប្រព័ន្ធផ្សព្វផ្សាយចិនឈ្មោះ Livik បានរាយការណ៍ដែរថាជនរងគ្រោះដែលចាញ់បោកក្នុងបទល្មើសនេះគឺជាក្រុមមនុស្សមានវ័យចន្លោះពី 50 ទៅ 76 ឆ្នាំពួកគេបានបោះទុនវិនិយោគចូលទៅក្នុងទីផ្សារ Bitcoin នេះរាប់រយរាប់ពាន់លានផោនតាំងពីមុនឆ្នាំ 2024 នៅពេលនេះអ្នកស្រីយ៉ាឌីសាងដែលជាមេកំណត់ដ៏ធំជាងគេបំផុតនៅក្នុងពិភពលោកកំពុងឃុំខ្លួននៅក្នុងពន្ធនាគារនៅឡើយដោយរងចាំការជំនុំជម្រះអ្នកពាក់ព័ន្ធផ្សេងទៀតដែលជាប់ពាក់ព័ន្ធនៅក្នុងសំណុំរឿងតែមួយនេះដោយឡែកការបដិឆេទនៃការកាត់ទោសជនជាប់ចោទនេះធ្វើឡើងនៅពេលណាឲ្យប្រកាសនោះគេនៅមិនទាន់បានកំណត់ពេលនៅឡើយទេ